រាត្រីទឹកភ្នែកហូរជ្រែកភ័ក្រមករាត្រីស្ងាត់ជ្រងំឮតែសំឡេងសត្វយំរងំពេញស្បៃរាត្រីយប់នេះហេតុអ្វីក៏អាកាសធាតុអ៊ូអាប់ម្លេះព្រះច័ន្ទក៏លែងបញ្ចេញនៅពន្លឺរស្មីរាត្រីដ៏ស្ងប់ស្ងាត់ហាក់បីដូចជាបាត់បង់នៅអ្វីម្យ៉ាងរកបរិយាយមន្ត្រីធម្មជាតិនារាត្រីដែលអ៊ូអាប់និងស្ងប់ស្ងាត់បាត់បង់សម្រស់ក៏មិនខុសអីពីសភាពចិត្តរបស់អ្នកម្ដាយនាពេលនេះដែរម៉ែអង្គុយរងចាំមើលផ្លូវកូនទាំងទឹកភ្នែកហូររហាមម៉ែព្យាយាមទប់ទឹកភ្នែកមិនឲ្យស្រក់មកណាស់ដែរតែម៉ែទប់មិនឈ្នះព្រោះពេលដែលម៉ែនឹកដល់កូនដែលដើរលេងយប់ប្រលប់មិនចូលផ្ទះម៉ែតែងមានការព្រួយចំបែងក្រៃលែងម៉ែបារម្ភពីកូនម៉ែខ្លាចកូនរបស់ម៉ែមានគ្រោះថ្នាក់ផ្សេងម៉ែខំថ្មិចភ្នែកដេកតែម៉ែដេកមិនលក់ម៉ែក្រោកមកអង្គុយចាំមើលផ្លូវកូននៅមុខផ្ទះយ៉ាងអន្ទះសាក្រៃលែងម៉ែលើកដៃបួងសួងបន់ស្រន់ព្រះសំពះទេវតាឲ្យជួយថែរក្សាកូនផងម៉ែដេកក៏ដេកមិនសុខអង្គុយក៏អង្គុយមិនសុខម៉ែដើរចុះដើរឡើងក៏នៅតែមិនសុខកែវភ្នែកទាំងគូរបស់ម៉ែតែងតែសម្លឹងមើលទៅមុខផ្ទះជានិច្ចព្រោះក្រែងឃើញកូនប្រុសម៉ែមកតែគ្មានឃើញស្រមោលកូនមកផ្ទះសោះកូនអើយតើកូនមានដឹងទេថារាត្រីនេះម៉ែលំបាកចិត្តយ៉ាងណាម៉ែស្រក់ទឹកនេត្រាភ័យព្រួយបារម្ភពីកូនកម្រិតណាពេលដែលកូនប្រុសមានម្ដាយដើរចោលម្ដាយបាត់យប់ប្រលប់មិនចូលផ្ទះដូច្នេះម៉ែប្រឹងប្រែងតស៊ូធ្វើការងារលំបាកសពគ្រប់បែបយ៉ាងមិនថាហាលកម្ដៅថ្ងៃហាលភ្លៀងផ្គរក៏ម៉ែនៅតែតស៊ូស៊ីឈ្នួលគេដើម្បីបានកម្រៃយកមកចិញ្ចឹមកូនឧបត្ថម្ភកូនឲ្យបានរៀនសូត្រតែកូនបែរជាមើលមិនឃើញតម្លៃញើសឈាមរបស់ម៉ែដែលខំប្រឹងប្រែងស្វែងរកមកនោះទេកូនយកប្រាក់ដែលម៉ែស៊ីឈ្នួលគេយ៉ាងលំបាកវេទនាទៅចាយវាយស៊ីផឹកហឺហាជាមួយមិត្តភ័ក្តិបងតូចបងធំផឹកសុរាសែបគ្រឿងញៀនយ៉ាងសប្បាយរីករាយទៅវិញកូនភ្លេចការសិក្សាមិនចូលសាលាដើរលេងសប្បាយយប់ប្រលប់ក៏កូននៅតែមិនចូលផ្ទះតើម្ដាយណាទៅដែលថាមិនឈឺចាប់មិនស្រក់ទឹកភ្នែកម្ដាយណាទៅដែលថាមិនបារម្ភពីកូនមិនគិតដល់កូនម៉ែតស៊ូបែបនេះគឺព្រោះតែដើម្បីជីវិតនិងអនាគតកូនហេតុអ្វីបានជាកូនមិនយល់ចិត្តម៉ែពេលកូនមកផ្ទះម្ដងកូនតែងធ្វើឲ្យម៉ែស្រក់ទឹកភ្នែកយំយ៉ាជានិច្ចកូននិយាយសម្ដីធំខ្លាំងដាក់ម៉ែកូនសម្លុតគំរាមម៉ែទាលុយពីម៉ែទាំងដែលម៉ែគ្មានលុយមួយរៀលក្នុងហៅបៅផងតែកូននៅតែមិនជឿម៉ែរហូតដល់កូនជេរប្រមាថមើលងាយម៉ែថាម៉ែជាមនុស្សគិតតែពីខ្លួនឯងមិនគិតដល់កូនរកលុយបានចាយតែម្នាក់ឯងកូនមានម្ដាយហេតុអ្វីបានជាកូននិយាយបែបនេះម៉ែប្រឹងប្រែងតស៊ូធ្វើការគឺមិនមែនសម្រាប់តែម៉ែម្នាក់ប៉ុណ្ណោះទេគឺម៉ែធ្វើដើម្បីកូនម៉ែចង់ឲ្យកូនបានរស់ស្រួលអ្វីដែលម៉ែរកបានម៉ែមិនដែលទុកសម្រាប់ខ្លួនឯងទេម៉ែទុកសម្រាប់តែកូនគ្រប់គ្នាតើហេតុអ្វីបានជាកូននិយាយថាម៉ែមិនគិតពីកូនតើរាល់ថ្ងៃនេះកូនមានដឹងទេថាម៉ែបារម្ភពីកូនកម្រិតណាចុះដែលកូនដើរលេងសប្បាយរីករាយទាំងយប់ទាំងថ្ងៃមិនចូលផ្ទះតើកូនមានគិតដល់ម៉ែទេកូនបារម្ភពីម៉ែទេកូនមានដឹងទេថាម៉ែកើតទុក្ខលំបាកចិត្តដោយសារភ័យខ្លាចកូនមានគ្រោះថ្នាក់ដែរទេញើសឈាមនិងទឹកភ្នែកម៉ែស្រក់គឺព្រោះតែកូនមានតម្លៃណាស់សម្រាប់ជីវិតម៉ែសូមកូនយល់ដល់ចិត្តរបស់ម៉ែផងណាកូនរាត្រីទឹកភ្នែកហូរជ្រែកភ័ក្រម៉ែកូនមានដឹងទេម៉ែបារម្ភណាស់ពេលម៉ែមិនឃើញកូនស្ងួនចូលផ្ទះតើយប់ថ្មណាស់កូនទៅណាទៅដួងចិត្តតក់ស្លុតរន្ធត់ញ័រភ័យម៉ែតែងរំពៃរងចាំមើលផ្លូវយប់យន្តក៏ស្ងាត់
បាត់ដំណឹងពើកូនអើយកូននៅទីណាទៅស្ងួនយប់កាន់តែជ្រៅម៉ែកាន់តែភ័យញាប់ញ័រហរតីភ័យបារម្ភកូនដើរយប់ស្ងាត់បាត់ដំណឹងសូនអោបុតមាសស្ងួនកូនមានរឿងអ្វីម៉ែតែងទន្ទឹងរងចាំផ្លូវស្ងួនតែស្ងាត់បាត់សូនគួអាសូរក្រៃកូនគិតម៉ែទេមាសមេថ្លើមថ្លែងអោបុតចរណៃកូននៅទីណាកូននៅខាងក្រៅសប្បាយក្រៃណាស់ម៉ែនៅឯផ្ទះរងទឹកនេត្រាកូនជូអាភៀនញៀនថ្នាំយ៉ាម៉ាក្លែមសាច់ផឹកស្រាហឺហាពុនពេកម៉ែយកកម្លាំងប្រឹងធ្វើការងារលំបាកវេទនាគំពីពុនរែកហូរទាំងញើសឈាមហូរទាំងទឹកភ្នែកនឹកឡើងសង្វេគម៉ែដេកព្រួយគិតតែកូនបែជាចាយវាយហឺហាឥតគិតមេត្តាអាសូរដួងចិត្តដល់អ្នកម្ដាយថ្លៃដែលគូអាណិតប្រឹងប្រែងនឿយហត់ព្រោះបុត្រពិសីដើម្បីបានលុយឲ្យកូនសិក្សាលំបាកយ៉ាងណាម៉ែមិនថាអ្វីទោះក្រោមភ្លៀងផ្គរហាលកម្ដៅថ្ងៃដើម្បីបុត្រថ្លៃម៉ែធ្វើទាំងអស់កូនអើយអាសូរទឹកភ្នែកម៉ែផងតាំងពីដើមមកកូនតែងធ្វើឲ្យម៉ែលំបាកទាំងផ្លូវកាយលំបាកទាំងផ្លូវចិត្តហើយកូនក៏មិនដែលចាប់អារម្មណ៍នឹកឃើញដល់សេចក្តីលំបាករបស់ម៉ែឡើយកូនធ្វើហីប្រងើយកន្តើយនឹងម៉ែបានសុខសប្បាយឬម៉ែមានទុក្ខលំបាកយ៉ាប់យ៉ាប់យ៉ាងណាក៏ដោយក៏កូនទាំងឡាយមិនសូវខ្វល់ពីម៉ែឡើយម៉ែមិនមែនធ្វើគុណទៅហើយចង់បានសំណងពីកូនវិញនោះទេតែម៉ែចង់ឲ្យកូនចេះនឹកគិតដល់ម៉ែខ្លះផងចង់ឲ្យមានរូបម៉ែនៅក្នុងចិត្តរបស់កូនផងនិងចង់ឲ្យកូនមើលឃើញសេចក្តីល្អរបស់ម៉ែដែលម៉ែខំលះបង់ចំពោះកូនខ្លះផងជាពិសេសគឺម៉ែចង់ឲ្យកូនអាសូរដល់ទឹកនេត្រារបស់ម៉ែដែលស្រក់ហូរមកផងព្រោះម៉ែចាស់ណាស់ហើយកូនអើយម៉ែឈឺចាប់ណាស់ពេលដែលម៉ែឃើញកូនធ្វើប្រងើយកន្តើយដាក់ម៉ែហាក់បីដូចជាអ្នកដទៃដូច្នេះម៉ែអត់ម៉ែឃ្លានម៉ែហេវហត់អស់កម្លាំងក៏កូនមិនគិតកូនគិតតែការងាររបស់កូនរហូតដល់ភ្លេចម៉ែដែលចាស់ជរាដេកក្រុមគ្រានៅឯផ្ទះរងចាំមើលផ្លូវកូនប្រុសស្រីមកថែរក្សាយកអាហារមកឲ្យម៉ែបរិភោគតែគ្មានឃើញស្រមោលកូនណាម្នាក់ឡើយចាំបាត់ចាំស្ងាត់សូនឈឹងចាំបុតប្រលឹងចាំមួយជីវិតចាំកូនបាត់សូនចាំទាំងខ្លោចចិត្តចាំបុតស្នេហ៍ស្និទ្ធស្ទើរស្វិតបេះដូងចាំអើយសែនចាំកូនប្រុសស្រីចាំរៀងរាល់ថ្ងៃចាំថ្លៃនួនល្អងចាំមើលផ្លូវកូនស្ងួតមាសស្នេហ៍ស្នងចាំរាប់លានដងក៏ម៉ែនៅចាំពេលខ្លះម៉ែឃើញកូនអ្នកដទៃគេមានអាហារឆ្ងាញ់មកជូនម្ដាយគេបរិភោគម៉ែឃ្លានណាស់ម៉ែសម្លឹងមើលអាហាររបស់គេដោយការស្រេកឃ្លានយ៉ាងក្រៃលែងព្រោះម៉ែមិនដែលបានបរិភោគអាហារបែបនោះឡើយម៉ែតែងប្រាថ្នាចង់ឲ្យកូនរបស់ម៉ែទិញអាហារបែបនោះមកជូនម៉ែបរិភោគតែម៉ែមិនហ៊ានហាមាត់ប្រាប់កូនព្រោះម៉ែខ្លាចកូនមិនមានលុយទិញឲ្យម៉ែខ្លាចកូនលំបាកម៉ែចាំឲ្យកូននឹកឃើញដោយខ្លួនឯងដោយមិនចាំបាច់ម៉ែប្រាប់ទោះបីម៉ែចាំរហូតដល់ម៉ែខ្សែជីវិតក៏កូនទាំងឡាយមិននឹកឃើញដល់ម៉ែដែរកូនគេបរិភោគឆ្ងាញ់តែខ្លួនឯងគ្មាននឹកគិតដល់ម៉ែទេហើយក៏គ្មានកូនណាទៅសួរម៉ែថាម៉ែតើម៉ែចង់ពិសាអ្វីទៅចាំកូនទិញជូនម៉ែពិសាមានតែទៅសួរម៉ែថាម៉ែមានអ្វីហូបទេឲ្យខ្ញុំសូមហូបផងព្រោះថ្ងៃនេះខ្ញុំអត់បាយតាំងពីព្រឹកម្លេះម៉ែទោះបីជាខ្លួនឯងមិនទាន់ឆ្អែតគ្រប់គ្រាន់ក៏ដោយពេលដែលឮថាកូនអត់ម៉ែឲ្យកូនភ្លាម
ដោយមិនគិតពីខ្លួនឯងឡើយតែកូនដែលមានចិត្តដូចជាម៉ែទេកូនមានគិតពីម៉ែដូចម៉ែគិតកូនដែរទេម៉ែស៊ូអត់មាត់ឯងឲ្យតែកូនរបស់ម៉ែបានបរិភោគឆ្អែតគឺម៉ែមិនគិតឡើយម៉ែបានអ្វីឆ្ងាញ់ម៉ែមិនដែលហ៊ានបរិភោគម្នាក់ឯងទេម៉ែលាក់លៀមទុកឲ្យកូនម៉ែខ្លាចកូនរបស់ម៉ែអត់ខ្លាចកូនរបស់ម៉ែឃ្លានតែកូនវិញបានអ្វីឆ្ងាញ់បរិភោគមិនសូវគិតដល់ម៉ែទេកូនលាក់លៀមទុកបរិភោគតែខ្លួនឯងទោះបីជាម៉ែអត់ម៉ែឃ្លានយ៉ាងណាក៏ដោយក៏កូនមិនគិតកូនគិតតែម្យ៉ាងគត់គឺគិតពីក្រពះខ្លួនឯងហើយពេលខ្លះទៀតនោះម៉ែស្រក់ទឹកភ្នែកពេលដែលបាត់កូនមិនឃើញមកមើលម៉ែឈឺរងាក៏តែម្នាក់ឯងម៉ែអត់ម៉ែឃ្លានក៏តែម្នាក់ឯងហើយម៉ែស្រក់ទឹកភ្នែកក៏លួចសម្រក់តែម្នាក់ឯងក្នុងចិត្តម៉ែគឺសែនឯកោនណាស់តើកូនដឹងទេម្ដេចក៏កូនមិនអាសូរដល់ទឹកភ្នែកម៉ែខ្លះផងកូនអើយមេត្តាដល់ទឹកនេត្រាម៉ែផងណាកូនម៉ែឈឺចាប់ក្រៃស្ទើរតែខ្សែខ្លួនព្រោះត្បិតរូបកូនមិនយល់ពីម៉ែកាលកូននៅតូចសូមបីស្រមោចម៉ែមិនអោយក្បែរការពារបុតថ្លៃចរណៃមាសស្នេហ៍ម៉ែថ្នាក់ថ្នមថែស្នេហ៍បុតកល្យានម៉ែតែងប្រដៅណែនាំប្រាប់ផ្លូវកូនចៅគ្រប់ប្រានអប់រំបន្ទន់ទូនមានសន្តានចង់ឲ្យកូនបានក្តីសុខមនោរម្យពេលកូនធំឡើងកូនហាក់ដូចឆ្មើងដំឡើងរឹកធំកូនធ្វើឲ្យម៉ែរងទុកប៉ុនភ្នំទោះបីម៉ែយំក៏កូនមិនខ្វល់ម៉ែឈឺរងាឯកោកំព្រាក្រមគ្រាអំពុលរងទុកសោកាកាយយ៉ាចុកឆ្អល់ក៏កូនមិនខ្វល់ដល់ម៉ែសោះឡើយម៉ែហេវម៉ែហត់ម៉ែក្រម៉ែអត់ខ្សត់ណាស់កូនអើយម៉ែជួបទុកធំយំគ្មានលហែលហើយបាត់បុតត្រានត្រើយមិនមកមើលម៉ែកូនអើយអាសូរទឹកភ្នែកម៉ែហូរធ្ងួចធ្ងរឥតលហែហូរព្រោះបុតថ្លៃចរណៃដឹងទេក្នុងដួងចិត្តម៉ែក្រមគ្រាពេកក្រៃតែកូនមិនយល់មិននឹកខ្វាយខ្វល់ដល់អ្នកម្ដាយថ្លៃកូនធ្វើមិនលឺមិនដឹងរឿងអ្វីមិនឲ្យតម្លៃថ្លៃទឹកភ្នែកម៉ែឃើញអាហារគេឆ្ងាញ់ពិសាហាក់ឃ្លានម្លេះទេម៉ែចង់ឲ្យកូនស្ងួនទិញជូនម៉ែតែម៉ែខ្លាចតែកូនម៉ែលំបាកម៉ែស្រក់ទឹកភ្នែកនឹកឡើងសង្វេគដេកឈឺឥតស្រាកូនហាក់មិនដឹងថាម៉ែលំបាកគ្មានពេលសម្រាកមកមើលម៉ែឡើយអាសូរទឹកភ្នែកម៉ែស្រក់ពុះជ្រែកភ័ក្រត្រាត្រានត្រើយម៉ែយំស្ទើរខ្សៃគ្មានថ្ងៃលហែលហើយកូនប្រុសស្រីអើយអាសូរម៉ែផងឆ្លៀតពេលទំនេរទៅមើលម៉ែផងណាកូនកុំរវល់តែនឹងការងារខ្លាំងពេកត្រូវនឹកដល់ម៉ែដែលជរាពិការនៅឯផ្ទះខ្លះផង